លទ្ធផលដែលខ្ញុំ build បាននេះអ្នកនរគ្នានេះគឺជាលទ្ធផលដែលខ្ញុំ build បានអ្នកនរគ្នាគឺសប្បាយចិត្តមែនតើអ្នកនរគ្នាពី page ដែលងាប់រីករហូតដល់ page green បានទាំង Chris មកវិញហើយបានទាំងវីដេអូមួយនេះគឺសំខាន់សម្រាប់បងប្អូនយើងដែលមានបញ្ហាធ្លាក់រីក page ជាក់ស្ដែងអ្នកនរគ្នាគឺ page របស់ខ្ញុំមួយនេះគឺបានធ្លាក់រីករហូតដល់ដក 100% អ្នកនរគ្នាឃើញទេអ្នកនរគ្នាឃើញកំហមិនអ្នកនរគ្នាបើសិនជា page របស់យើងមានបញ្ហាធ្លាក់រីកអញ្ចឹងណាទោះយើងផុសទោះយើង build page នឹងប៉ុណ្ណាក៏ដោយគឺអត់រុញទៅឲ្យបងប្អូនយើងដទៃទៀតបានឃើញទេអ្នកនរគ្នាអញ្ចឹងសម្រាប់បងប្អូនយើងដែលមានបញ្ហា page ធ្លាក់រីកនឹងវីដេអូមួយនេះគឺជាចម្លើយខ្ញុំនឹងប្រាប់គន្លឹះសំខាន់ក្នុងការ build វាឲ្យធ្វើយ៉ាងម៉េចនៅក្នុងវីដេអូមួយនេះគឺសំខាន់ខ្ញុំនឹងប្រាប់បងប្អូនយើងពីរបៀបក្នុងការ build វាឲ្យឡើងខៀវវិញណាអ្នកនរគ្នាបើសិនជា page របស់យើងធ្លាក់រីកមកក្រហមបែបនេះគឺបានន័យថា page របស់យើងគឺងាប់រីកហើយបងប្អូនយើងចេះតែឆ្ងល់ថាមូលហេតុអីបានខ្ញុំផុសវីដេអូអត់ឡើងមូលហេតុអីបានផុសមាន view មូលហេតុអីបានផុសមាន view មូលហេតុអីបានផុសទៅបងប្អូនយើងមើលយើងអត់ឃើញអញ្ចឹងណាដោយសារគឺមូលហេតុនេះជាក់ស្ដែងនេះ page មួយនេះគឺបងប្អូនមើលដករហូតដល់ 100% អ្នកនរគ្នាគឺច្រើនមែនទែនកន្លែងហ្នឹង view បងប្អូនដករហូតដល់ 100% ហើយបងប្អូនមើលខាងនេះវិញដោយកន្លែងហ្នឹងអញ្ចឹងអ្នកនរគ្នាគឺដករហូតដល់ 100% ឃើញទេអ្នកនរគ្នាកន្លែង view ហ្នឹងដក 100% មានន័យថា page របស់យើងគឺធ្លាក់រីកខ្លាំងមែនទែនហើយយើងមកមើលកន្លែងនីតិដែលបងប្អូនយើងចូលមើលវីដេអូរបស់យើងណាគឺអត់មានទេអញ្ចឹងធ្វើឲ្យ Facebook ហ្នឹងគឺដករហូតដល់ 100% អញ្ចឹងទៅនៅក្នុង page មួយនេះគឺដករហូតដល់ 100% view តាក់ទងទៅនឹងសិក្ខានៃការចូលមើលវីដេអូពី1នាទីទៅ2នាទីទៅ3នាទីគឺដករហូតដល់ 100% ហើយកន្លែងដែលយើងចូលមើល page កន្លែងដែលគេឃើញ page យើងដករហូតដល់ 99% និយាយរួមទៅ page មួយនេះគឺងាប់រីកហើយអញ្ចឹងសម្រាប់បងប្អូនយើងដែលមានបញ្ហាធ្លាក់រីក page បងប្អូនផតឡើងផតមាន view មាន follow ច្រើនមែនប៉ុន្តែផតទៅបងប្អូនយើងដទៃទៀតអត់បានមើលឃើញដោយសារអីគឺ page របស់យើងគឺមានបញ្ហាហើយគឺងាប់រីកអញ្ចឹងវីដេអូមួយនេះគឺជាចម្លើយបើសិនជាគ្នាយើងមានបញ្ហា page ធ្លាក់រីកហើយជាក់ស្ដែងដូចខ្ញុំបង្ហាញនៅពីដើមវីដេអូអញ្ចឹងគឺវាដករហូតដល់ 100% ឥឡូវខ្ញុំឲ្យបងប្អូនយើងមើលច្បាស់តែម្ដងខ្ញុំដាក់នៅលើកុំព្យូទ័រឲ្យបងប្អូនយើងមើលព្រោះនេះនៅលើទូរស័ព្ទអញ្ចឹងបងប្អូនយើងមើលអត់ឃើញទេព្រោះនេះនៅលើទូរស័ព្ទអញ្ចឹងបងប្អូនយើងមើលអត់សូវច្បាស់អត់សូវពេញភ្នែកអញ្ចឹងខ្ញុំដាក់ឲ្យបងប្អូនយើងមើលតែម្ដងខ្ញុំដាក់នៅលើ screen កុំព្យូទ័រឥឡូវខ្ញុំសូមបើកកុំព្យូទ័ររបស់ខ្ញុំសិនស្រួលបងប្អូនយើងមើលអូខេឥឡូវខ្ញុំបានបើកនៅកុំព្យូទ័ររបស់ខ្ញុំសូម refresh 1 2 3សិនដើម្បីឲ្យវា smooth បន្តិចកុំឲ្យវា slow អញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាធ្លាក់រីក page ដូចខ្ញុំប្រាប់អញ្ចឹងណាដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងណាបងប្អូនតាក់ទងទៅនឹងការធ្លាក់រីក page អញ្ចឹងបើសិនជាបងប្អូនមានបញ្ហាបែបនេះដោយដែលអ្វីដែលខ្ញុំប្រាប់ហ្នឹងគឺបងប្អូនមើលវីដេអូខ្ញុំគឺអត់ខុសទេអ្នកនរគ្នាឥឡូវខ្ញុំសូមបើកនៅឧទាហរណ៍ជាក់ស្ដែងឲ្យបងប្អូនយើងមើលតែម្ដងនេះអានេះគឺបញ្ហាទៅលើ page របស់ខ្ញុំគឺមានបញ្ហាដករហូតដល់ 99% អ្នកនរគ្នាឃើញទេអានេះគឺជា page ផ្លូវការរបស់ខ្ញុំហើយអាដែលខ្ញុំបង្ហាញមិញហ្នឹងគឺ account professional របស់ខ្ញុំអាហ្នឹងគឺវាធ្លាក់ account professional មានន័យថា admin កាន់ page មួយនេះអានេះខ្ញុំប្រាប់បងប្អូនណា admin គឺសំខាន់ដូចគ្នា admin page និង page គឺសំខាន់ដូចគ្នាបើសិនជា admin page នឹងធ្លាក់រីក page យើងក៏ធ្លាក់រីកដូចគ្នាអញ្ចឹងទៅធ្លាក់មួយធ្លាក់ទាំងអស់ពួក admin សំខាន់ខ្លាំងហ្មងពួក admin គ្រប់គ្រង page គឺយើងបន្ទាប់ពី admin អញ្ចឹងបើសិនជា admin យើងអត់ active គឺវាធ្លាក់រីកហើយក្រហមប៉ែដក 100% អញ្ចឹងបើសិនជាបងប្អូនមានបញ្ហាបែបហ្នឹងខ្ញុំនឹងប្រាប់កន្លឹះសំខាន់ក្នុងការ build វាឲ្យឡើងខៀវវិញអញ្ចឹងណាបងប្អូនដោយឥឡូវនេះខ្ញុំប្រាប់ពីគុណវិបត្តិនេះវាឡើងក្រហមបែបនេះបើសិនជា page របស់យើងមានបញ្ហាក្រហមបែបនេះគឺយើងធ្វើអីអត់ឡើងទេបើសិនជាយើង sponsor អីក៏ស៊ីលុយយើងខ្លាំងដែរអញ្ចឹងបើសិនជាបងប្អូនយើងប្រកបអាជីវកម្មបងប្អូនឆែកទៅមើល page status សិន page status របស់យើងគឺគ្រីសបែបនេះអានេះ page នេះគឺខ្ញុំទៅតែស្នើបានទេអ្នកនរគ្នាដូចខ្ញុំធ្វើវីដេអូពីខាងដើមអញ្ចឹងណាវាជាប់លឿងអញ្ចឹងខ្ញុំបានដោះស្រាយវាបានមក green វិញហើយអ្វីដែលសំខាន់ដែលខ្ញុំត្រូវធ្វើបន្តគឺនេះ build វាឲ្យធ្វើយ៉ាងម៉េចឲ្យវាឡើងខៀវហើយថ្ងៃនេះគឺជាថ្ងៃពិសេសមែនទែនដែលខ្ញុំ build page នេះបានឡើងខៀវវិញហើយខ្ញុំក៏ប្រាប់កន្លឹះហ្នឹងទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនយើងដែលមានបញ្ហាដូចខ្ញុំបងប្អូនធ្វើតាមវិធីដូចខ្ញុំទៅបងប្អូនធ្វើតាមវិធីដែលខ្ញុំប្រាប់ហ្នឹងទៅបងប្អូននឹងបានផលអញ្ចឹងជាក់ស្ដែងដូចបងប្អូនមើលអញ្ចឹងណាឥឡូវវីដេអូរបស់ខ្ញុំធ្វើមួយនេះគឺខ្ញុំធ្វើនេះគឺខ្ញុំអ្វីដែលបានផលពិតគឺខ្ញុំធ្វើអ្វីដែលខ្ញុំធ្វើទៅបានផលខ្ញុំចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដូចជាស្ដែងអញ្ចឹងខ្ញុំប្រាប់បងប្អូនពីរបៀបក្នុងការ build វាអញ្ចឹងណានេះ page របស់ខ្ញុំមួយនេះគឺវាមានបញ្ហាធ្លាក់រីកនិយាយទៅងាប់រីកតែម្ដងបើសិនជា page អាជីវកម្មរបស់បងប្អូនមានបញ្ហាធ្លាក់បែបនេះបងប្អូនផុសវីដេអូបងប្អូន sponsor មិនចាំបាច់ទាន់ sponsor ទេយើង build page នឹងឲ្យឡើងខៀវសិនចាំយើង sponsor បើសិនជាយើង sponsor នៅពេលវាក្រហមបែបនេះគឺ
គឺ page របស់យើងគឺវាស៊ីលុយយើងខ្លាំងតែម្ដងអញ្ចឹងមិនថាបងប្អូនយើងថាប៊ូស៊ីថ្លៃម្លេះប៊ូអស់លុយច្រើនម្លេះអត់សូវមានមីសេដោយសារមូលហេតុមួយនេះអញ្ចឹងបើសិនជាបងប្អូនមើលនៅវីដេអូមួយនេះហើយបងប្អូននឹងយល់ហើយបងប្អូននឹងអនុវត្តទាំងអស់គ្នាអញ្ចឹងក៏លើកសំខាន់ក្នុងការ build វាឡើង Q បែបនេះឥឡូវនេះគឺវាក្រហមហើយថ្ងៃនេះគឺថ្ងៃពិសេសខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាមើលលទ្ធផលដែលខ្ញុំ build បាននេះអ្នកទាំងអស់គ្នានេះគឺជាលទ្ធផលដែលខ្ញុំ build បានអ្នកទាំងអស់គ្នាគឺសប្បាយចិត្តមែនតើអ្នកទាំងអស់គ្នាពី page ដែលងាប់រីករហូតដល់ page green បានទាំង Chris មកវិញហើយបានទាំង view និយាយទៅអ្នកទាំងអស់គ្នាខ្ញុំអត់និយាយច្រើនខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលជាក់ស្ដែងតែម្ដងគឺនេះវាឡើងវិភាគរយឡើងខ្លាំងមែនតើអ្នកទាំងអស់គ្នាឃើញទេអានេះគឺជាការ build របស់យើងបើសិនជាយើង build ទៅវាឡើង Q វិញទាំងអស់បែបនេះហើយយើងធ្វើការ sponsor គឺផ្ទុះឲ្យ page ហ្នឹងគឺប្រកបអាជីវកម្មយើងបានតែម្ដងអញ្ចឹងកន្លឹះក្នុងការ build page ទី1បើសិនជាបងប្អូនមានបញ្ហាធ្លាក់ reach page បងប្អូនស្ដាប់ណាបើសិនជាបងប្អូនមានបញ្ហាធ្លាក់ reach page ឡើងក្រហមដូចខ្ញុំណាបងប្អូនត្រូវ build មួយថ្ងៃបាន2ទៅ3វីដេអូអានឹងសម្រាប់ page អាជីវកម្មរបស់បងប្អូនណាយើងផុសវាព្រឹកមួយថ្ងៃមួយល្ងាចមួយប្រើពេលរយៈពេល3ថ្ងៃទៅ4ថ្ងៃអ្នកនរគ្នាធ្វើតាមខ្ញុំហើយនិយាយទៅយ៉ាយូយើង build បើសិនវាធ្លាក់ខ្លាំងណាមួយអាទិត្យ page នឹងគឺឡើង Q វិញហើយអ្នកនរគ្នាអានឹងជាបទពិសោធន៍ដែលខ្ញុំធ្វើបានអ្នកនរគ្នាអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាបែបហ្នឹងបងប្អូនធ្វើតាមវិធីដែលខ្ញុំប្រាប់ហ្នឹងទៅគឺវាឡើង Q បែបនេះអញ្ចឹងអានេះគឺលទ្ធផលដែលខ្ញុំធ្វើបានអញ្ចឹងអ្នកនរគ្នាមើលជាក់ស្ដែងអញ្ចឹងណាវីដេអូមួយបើខ្ញុំធ្វើទៅអត់បានផលគឺខ្ញុំអត់ចែកម្លែកទៅកាន់អ្នកនរគ្នាទេព្រោះវាអត់បានផលខ្ញុំចែកទៅលេខអ្នកនរគ្នាអ្នកនរគ្នាក៏ពិបាកក្នុងការធ្វើដែរអញ្ចឹងវិធីក្នុងការធ្វើវាអត់មានអីពិបាកទេអ្នកនរគ្នាទី1ផុសវីដេអូទៀងទី1ផុសវីដេអូទៀងតអ្នកនរគ្នាហើយទី2អ្នកនរគ្នាត្រូវរៀបចំ admin នឹងឲ្យស្អាតហើយបន្ទាប់មក active admin មួយកាន់ page នឹងឲ្យវារីកកាលណា admin យើងល្អ page របស់យើងក៏រីកដូចគ្នាអ្នកនរគ្នាជាក់ស្ដែងអ្នកនរគ្នាមើលក្នុងវីដេអូនឹងអញ្ចឹងណាអានេះគឺខាងលើនេះគឺខ្ញុំធ្វើវីដេអូពីរបៀបក្នុងការបោះ page ជាប់លឿងណាដែលខ្ញុំធ្វើវីដេអូពីមុនណាអ្នកនរគ្នាអាចចូលទៅមើលបានវាមានបញ្ហាជាប់លឿងកន្លែងនេះវាអត់មានគ្រីសមកខៀវអញ្ចឹងបៃតងអញ្ចឹងទេណាអ្នកនរគ្នាគឺវាជាប់លឿងអញ្ចឹងវាជាប់លឿងហើយវាធ្លាក់រីកខ្ញុំមកឡើងដកនឹង 100% ដល់ពេលខ្ញុំស្នើបានវាមកដក 99% ខ្ញុំស្នើបានគ្រីសមកវិញវាបានដកខ្ញុំ 99% តែឥឡូវនេះគឺលទ្ធផលដែលខ្ញុំទទួលបានគឺបែបនេះអ្នកនរគ្នាគឺនិយាយគឺខ្ញុំអត់និយាយច្រើនទេគឺធ្វើឲ្យអ្នកនរគ្នាមើលតែម្ដងអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាពីរបៀបក្នុងការ build page អញ្ចឹងបងប្អូនមើលវីដេអូរបស់ខ្ញុំម្ដងហើយម្ដងទៀតទៅបងប្អូននឹងយល់ហើយបងប្អូនទៅធ្វើទៅគឺបានហើយកាលណា page របស់យើងមានគ្រីសបែបនេះទាំង page status ទាំងកន្លែងយើងមើលកន្លែងនេះយើងចូលទៅមើល page របស់យើងគឺគ្រីសល្អហើយកន្លែង performance កន្លែងនេះគឺឡើងបៃតងទាំងអស់អ្នកនរគ្នាមើលភាគរយបានគឺសញ្ញាព្រួយឡើងរហូតអញ្ចឹង page មួយនេះគឺរីកខ្លាំងមែនទែនហើយយើងអាចយកទៅប្រើការងាររបស់យើងបានអ្នកនរគ្នាអញ្ចឹងសរុបសេចក្តីមកដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងទី1បងប្អូនត្រូវផុសវីដេអូឲ្យទៀងមួយថ្ងៃ3វីដេអូបានហើយព្រឹកថ្ងៃល្ងាចផុសវាទៀងព្រឹកម៉ោង6ថ្ងៃម៉ោង12ម៉ោង11ក៏បាន11 12ក៏បានហើយពេលល្ងាចម៉ោង5តែ3ហ្នឹងបានហើយយើងធ្វើវាមួយអាទិត្យជាប់គ្នាទៅយ៉ាងយូរមួយអាទិត្យ page របស់យើងគឺឡើងដូចខ្ញុំបានវិញហើយអ្នកនរគ្នាហើយ page របស់ខ្ញុំនេះគឺ page អាជីវកម្មរបស់ខ្ញុំគឺដើរល្អអ្នកនរគ្នាពេលដែលវាឡើង Q នេះយើងរុញភ្ញៀវយើងចូលនៅក្នុង page នឹងច្រើនមែនទែននិយាយទៅការប្រកាសគឺបងប្អូនយើងដទៃទៀតគឺមើលឃើញអ្នកនរគ្នាអញ្ចឹងវាធ្វើឲ្យ page របស់យើងគឺសកម្មហើយ active ល្អអូខេបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងសម្រាប់បងប្អូនយើងដែលមានបញ្ហាធ្លាក់ reach page បងប្អូនមើលវីដេអូមួយនេះហើយគឺជាចម្លើយហើយក៏ជាចំណេះដឹងសម្រាប់បងប្អូនយើងដែរព្រោះមានបងប្អូនយើងខ្លះគឺអត់ដឹងណា reach page ឡើងក្រហមអត់ដឹងទៅធ្វើម៉េចហើយអ្នកខ្លះទៀតក៏ចោល page ហ្នឹងយក page ថ្មីឬក៏ទិញ page ថ្មីយកមកធ្វើអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនបានមើលឃើញនៅវីដេអូរបស់ខ្ញុំហើយអានឹងគឺជាចម្លើយហើយបងប្អូនកុំភ្លេចជួយចុច follow page របស់ខ្ញុំម្នាក់មួយផងហើយកុំភ្លេច subscribe YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីខ្ញុំនឹងចែកម្លែកអ្វីដែលថ្មីតាក់ទងទៅនឹង Facebook គឺខ្ញុំមកចែកម្លែកទៅកាន់អ្នកនរគ្នាហើយមានវីដេអូជាច្រើនទៀតដែលខ្ញុំអត់ទាន់បានធ្វើឥឡូវនេះក៏ខ្ញុំតនេពីកាំងនេះក៏ខ្ញុំឆ្លៀតធ្វើវីដេអូមួយ clip ចែកជូនបងប្អូនយើងបានយល់ហើយបានសិក្សាទាំងអស់គ្នាអញ្ចឹងវីដេអូមួយនេះខ្ញុំគិតថាវាសំខាន់សម្រាប់បងប្អូនយើងដែលមានបញ្ហា page ធ្លាក់រីកដូចខ្ញុំអញ្ចឹងណាធ្វើតាមខ្ញុំទៅបងប្អូននឹងយល់ហើយបងប្អូនអត់ចេះអាច comment ខាងក្រោមខ្ញុំបន្តនៅវីដេអូបន្តទៀតហើយបើសិនជាបងប្អូនមើលយល់ហើយបងប្អូនធ្វើតាមខ្ញុំទៅគឺល្អអញ្ចឹងទៅធ្វើភ្លាមគឺបានផលអត់មានអីតែយើងអត់ពិបាកទេតែយើងចេះគឺយើងស្រួលធ្វើអ្នកនរគ្នាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាទអរគុណជម្រាបលាបាយបាយ